សួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយពីអ្នកដែលគេធ្វើម៉ាស៊ីនហើយគេចង់ចំណេញហើយគេទិញគ្រឿងយកដូរខ្លួនឯងអញ្ចឹងបងប្អូនហើយខ្ញុំមានវីដេអូមួយប្រាប់ថាពេលខ្លះយើងទិញម៉ាស៊ីនយកទៅដូរហើយហេតុអីយកបេនទៅដូរហើយវាមិនឆេះជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយពីអ្នកដែលគេទិញបេនម៉ាស៊ីនកាត់ស្មៅយកទៅដូរខ្លួនឯងហើយពេលខ្លះដូរអត់ឆេះអញ្ចឹងណាហើយដូរអត់ឆេះអ្នកអត់ដឹងចេះតែទិញយកទៅដូរអត់ឆេះយកមកឲ្យជាងធ្វើដែរចង់វីដេអូនេះខ្ញុំប្រាប់អំពីរបៀបដែលបងប្អូនមុននឹងទិញបេនយកទៅដូរកុំឲ្យខាតលុយអញ្ចឹងណាដោយថាម៉ាស៊ីនយើងមកដូរយើងទាញយើងតឹងទាញតុងខ្យងវាណែនអញ្ចឹងហើយម្ដងទាញមកខ្សុយហើយយើងអត់ចាប់អារម្មណ៍យើងអាងតែវាអត់ឆេះយើងទិញបេនថ្មីយកមកដូរតែដូរបេនថ្មីហើយនៅតែមិនឆេះទៀតមិនឆេះហ្នឹងគឺមូលហេតុគឺវាផ្ទុះហ្វឺតបងប្អូនហ្វឺតឃ្លៀកនេះហ្វឺតវាហ្វឺតហ្នឹងវាមាន2គ្រាប់វានៅខាងប្រឡងមួយគ្រាប់នៅខាងស្បែកអូមួយគ្រាប់អញ្ចឹងហ្វឺត2ហ្នឹងបើសិនជាវាមានបញ្ហាខាងណាមួយគឺវាអត់ឆេះទេអញ្ចឹងបងប្អូនភាគច្រើនខ្ញុំឃើញអានេះសូម្បីតែម៉ាស៊ីនដែលខ្ញុំបង្ហាញហ្នឹងក៏ខូចទុកហ្វឺតហ្នឹងដែរចាក់គេទិញពេកថ្មីយកទៅទិញពេកថ្មីយកទៅហើយអត់ឆេះចាប់ផ្ដើមយកមកឲ្យខ្ញុំធ្វើដែរអញ្ចឹងខ្ញុំប្រាប់ពីកំហូចវាអញ្ចឹងហើយនេះហ្វឺតវាឃើញណាខូចតានេះមួយគឺយើងធ្វើអត់ឆេះទេអញ្ចឹងមុននឹងយើងទិញបេនយកទៅដូរយើងត្រូវទាញវាមើលតើវាមានតុងខ្យងឬមួយក៏អត់បើសិនជាម៉ាស៊ីនហ្នឹងអត់មានតុងខ្យងទេយើងទិញបេនថ្មីយកទៅដូរក៏ខាតទៅលុយដូរឲ្យអត់ឆេះយកមកឲ្យជាងធ្វើដែរអញ្ចឹងវិធីសាស្ត្រគឺបងប្អូនគឺទាញមើលតុងខ្យងវាខ្លាំងតុងខ្យងវាណែនល្អអានឹងយើងដូរទៅបេនទៅឆេះហើយប៉ុន្តែបើតុងខ្យងទាញមកដូចអត់មានតឹងដៃអីផងខ្សុយមានបញ្ហាខូចហ្វឺតមួយពេលវាដាច់អាយ៉ាហ្វឺតហ្នឹងនៅខាងស្បែកនៅខាងចង្កេះវាហើយវីដេអូនេះខ្ញុំធ្វើមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាមានបងប្អូនណាចង់ទិញគ្រឿងឬមួយក៏ចង់ផ្ញើមកឲ្យខ្ញុំជួសជុលក៏បានដែរខ្ញុំអាចធ្វើបានអញ្ចឹងជំរាបលាបងប្អូនសូមអរគុណ